សូមស្វាគមន៍មកកាន់ Channel បិសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងមានក៏សូមពឹងអ្នកទាំងអស់គ្នាជួយចុច Subscribe Channel មួយជួយចុចសញ្ញាកណ្ដឹងនិងជួយចុច Like នៅលើវីដេអូរបស់adminផងដែរដើម្បីទទួលបានវីដេអូថ្មីៗពេល admin upload ហើយអ្នកទាំងអស់គ្នាចង់ចូលក្នុងក្រុមអាច scan ទៅលើ QR code នេះបាន admin នឹង share រឿងណាដែល admin ផុសក្នុង YouTube account admin នឹងផុសនៅក្នុងក្រុមនឹងហើយក្រុមនឹងដែរគឺ free អត់មានបង់លុយអីទេហើយសម្រាប់សាច់រឿងណាដែលរកនៅក្នុង YouTube អត់ឃើញបាត់ភាគអីហ្នឹងគឺនៅក្នុងក្រុមនឹងឯងហើយសម្រាប់អ្នកដែលចង់ donate ឲ្យ admin អាច donate មកតាម QR code ABA នេះបានហើយសម្រាប់ការ donate របស់អ្នកទាំងអស់គ្នាគឺជួយមកដល់ admin ច្រើនខ្លាំងមែនតើហើយ admin មានកម្លាំងចិត្តធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាទៀតណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់វីដេអូរបស់យើងទាំងអស់គ្នាថ្ងៃនេះ admin លើកយកសាច់រឿងថ្មីដែលមានចំណងជើងថា Blossom of the Winter Night ហើយចំណងជើងខ្មែរ admin សម្រាប់ថាផ្ការីកនៅក្នុងរាត្រីពណ៌សហើយរឿងនេះផងដែរទើបតែចេញបានភាគទេបើសុំភាគតអីទៀត admin ទេណាហើយសាច់រឿងយើងគឺនិយាយពីនគរ2នគរតួថប់និងនគរតួបឋមដែលគេចងសម្ព័ន្ធភាពជាមួយគ្នារបៀបថាដើម្បីជាប្រយោជន៍រៀងខ្លួនអញ្ចឹងណាហើយក៏ដោយសារតែកូនស្រីនៅខាងនគរតួបឋមហ្នឹងគឺគាត់មានជំងឺបញ្ហាអត់អាចទៅរៀបការទៅខាងនគរតួថប់បានទេបន្ទាប់មកតួបឋមរបស់យើងគាត់ស្នើខ្លួនចូលទៅរៀបការជំនួសប៉ុន្តែរឿងហ្នឹងគេចង់និយាយពីអូមេហ្គាឬអត់ admin អត់ដឹងដែរព្រោះវាទើបចេញបានមួយភាគអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី1នេះគឺចាប់ផ្ដើមឡើងដែលយើងបានឃើញរទេះមួយកំពុងតែបកកាត់នៅក្នុងវាលព្រិលដែលក្រាស់ខ្មឹកនឹងហើយយើងក៏បានឃើញមនុស្សម្នាក់ដែលនៅអង្គុយក្នុងរទេះនោះផងដែរពេលនោះគេក៏បាននិយាយថាទីនេះគ្របដណ្ដប់ដោយព្រិលក្រាស់ខ្លាំងណាស់ហើយក៏មានឃើញមានបរិសម្នាក់ដែលនៅអង្គុយក្នុងហ្នឹងគេកំពុងតែជក់អ្វីមួយយ៉ាងហ្នឹងអត់មានដឹងថាជួយអីទេហើយគេក៏បានគិតក្នុងចិត្តថាវាប្រៀបដូចជាកូនកំមុំរបស់យើងយ៉ាងចឹងគេក៏បានសញ្ជឹងគិតបន្តិចពេលនោះគេក៏អោនមុខឈ្ងោកចុះទាំងនិយាយថាកូនកំមុំរបស់យើងសំណប់ចិត្តរបស់យើងហើយគេក៏បាននិយាយទៀតថាថេប្រហែលជាឈ្មោះអ្នកណាម្នាក់វាអត់ទាន់ដឹងដែរហើយក៏រទេះហ្នឹងគឺបរទៅដោយរំរៃមួយក្បាលយ៉ាងធំតែម្ដងហើយពេលនោះក៏ឃើញថាមានអ្នកបរនៅទីនោះមានទាំងរទេះសេះដោយមើលទៅគ្របដណ្ដប់ដោយពើពួកគេគឺពាក់អាវឡើងចិត្តខ្លួនតែម្ដងហើយក៏បង្ហាញឲ្យឃើញភ្នំតកកជាច្រើននិងឃើញវិមានមួយនៅក្នុងទីនោះផងដែរមិនដឹងថាវាជាក្រុងឬក៏ជាវិមានផ្ទះរបស់អ្នកណាឬក៏អីទាំងនេះណាអ្នកនរគ្នាហើយក៏ឃើញថារទេះក្បួនរទេះមួយហ្នឹងក៏កំពុងតែធ្វើដំណើរឆ្ពោះទៅរកទីក្រុងមួយហ្នឹងចឹងមានហៅថាជាទីក្រុងសិនចុះហើយក៏គេបង្ហាញពីខ្សែកមួយខ្សែដែលមានរចនាបថស្រស់ស្អាតនិងមានបន្តោងនិងមានត្បូងពណ៌ក្រហមមួយនៅចំកណ្ដាលពេលនោះគេក៏បានបង្ហាញពីបុរសម្នាក់ដែលកំពុងតែជិះនៅលើសេះដែលគេបានពាក់គ្រឿងសឹកចម្បាំងហើយគេក៏បានក្តោបអ្វីនៅជាប់នឹងដៃរបស់គេព្រមទាំងអធិដ្ឋានទៅកាន់ព្រះថាសូមព្រះតាមថែរក្សាទ្រង់តែពេលនោះក៏មានអ្នកមកហៅគេថាព្រះអង្គម្ចាស់ពួកយើងបានបញ្ចប់រួចរាល់ហើយតំបន់នេះលែងមានសត្វបិសាចទៀតហើយពេលនោះម្នាក់ដែលគេកាន់ខ្សែកនឹងក៏បានលាខ្សែកចេញមកថាល្អហើយអញ្ចឹងរួចគេក៏ងាកទៅនិយាយថាអញ្ចឹងពួកយើងត្រឡប់ទៅវិញហើយគេក៏បានបង្ហាញឲ្យឃើញទីក្រុងមួយដែលមានពតព្រិលឲ្យក្រាស់ខ្មឹកនេះបន្ទាប់មកយើងក៏បានឃើញពីបរិសុទ្ធពីរនាក់ដែលកំឈរនិយាយគ្នានៅខាងក្នុងជាស្រ័យមែនតើសម្រាប់សម្លេង admin ដោយសារតែ admin អាស័យធំខ្លាំងណាស់ដល់គ្នាអញ្ចឹងសម្លេងអាចនឹងស្អកខ្លាំងបន្តិចអញ្ចឹងចូលដល់សាច់រឿងយើងបន្តពេលនោះដែរបរិសុទ្ធម្នាក់ដែលជាព្រះអង្គម្ចាស់ក៏បាននិយាយថាបញ្ជាឲ្យ Alex យាមនៅតំបន់នោះផងចំនួនពួកទន្សាយតកដែលនៅតំបន់នោះអាចនឹងពិបាកគ្រប់គ្រងខ្លាំងណាស់ចំណែកបរិសុទ្ធម្នាក់ដែលនៅឈរចិត្តនឹងក៏បាននិយាយថាទទួលបញ្ជាស្ដេចម្ចាស់admin សំហៅគាត់ថាព្រះអង្គម្ចាស់តែម្ដងទៅដោយសារតែសាច់រឿងនោះដូចជាគាត់ជាប់ខ្សែរាជវង្សដែរអញ្ចឹងណាពេលនោះគាត់ក៏បានទទួលយកអាវពីអ្នកបម្រើរបស់គាត់ព្រមទាំងនិយាយថានៅកំឡុងពេលរាត្រីស្មៅសនឹងយើងនឹងទៅនៅក្នុងវិមានក្នុងរាជធានីចាំប្រាប់ឆេះឲ្យគេធ្វើកិច្ចការជាមួយយើងផងហើយប្រហែលឆេះប្រហែលជាអាចជាអ្នកបម្រើរបស់គាត់ម្នាក់ទៀតឬក៏យ៉ាងម៉េចយើងអត់ដឹងដែរពេលនោះបរិសុទ្ធចំណាស់ម្នាក់នៅចិត្តនឹងក៏បាននិយាយថាបើអញ្ចឹងពួកទូបង្គំនឹងចាំទៅទទួលទ្រង់បន្ទាប់ពីរាត្រីស្មៅសត្រូវបានបញ្ចប់ហើយពេលនោះគាត់ក៏បានឆ្លើយថាល្អណាស់គាត់ក៏បាននិយាយទៀតថាលើកនេះគួរតែមានរយៈពេលរៀងខ្លីជាងពេលរដបន្តិចហើយចំណែកឯអ្នកបម្រើដែលនៅឈរចិត្តនឹងក៏បានអោនគោរពព្រមទាំងនិយាយថាចំណែកឯអ្នកបម្រើចិត្តនឹងក៏បានអោនគោរពព្រមទាំងនិយាយថាទូបង្គំទទួលបញ្ជាតែពេលនោះក៏ស្រាប់តែមានទ្វារបើកឡើងមកទាំងមានសម្លេងអ្នកខាងក្រៅស្រែកមកថាព្រះអង្គម្ចាស់ពេលនោះអ្នកបម្រើចំណិតដែលនៅចិត្តខ្លួនតួអង្គរបស់យើងនឹងគាត់បានស្រែកទៅស្ដីឲ្យគេថាហើយមិនក៏ឯងចេះតែចូលមកខាងក្នុងដោយគ្មានការអនុញ្ញាតបែបហ្នឹងហេតុអ្វីក៏គ្មានសុជីវធម៌អញ្ចឹងតែអ្នកដែលទទួលចូលមកមិញហ្នឹងក៏គាត់អោនគោរពព្រមទាំងនិយាយថាទូបង្គំសូមប្រជារាស្ត្រទោសក៏ប៉ុន្តែរបៀបថាគ្នារត់មកទាំងដង្ហក់តែពេលនោះព្រះអង្គម្ចាស់របស់យើងក៏បាននិយាយថាឯងនិយាយបន្តទៅគេខាងនោះក៏បាននិយាយថាគឺថាមានប្រកាសអាសន្នហើយនៅខាងក្រៅគឺមានក្បួនរទេះសេះដ៏វែងមួយបានមកដល់ទីនេះហើយពេលនោះអ្នកបម្រើចំណិតដែលនៅជិតខ្លួនរបស់តួឯករបស់យើងក៏បាននិយាយថាក្បួនរទេះសេះពេលនោះអ្នកដែលមកមិញនឹងក៏គាត់បាននិយាយថា
បាទវាគឺជាក្បួនរទេសសេះដែលមានទង់របស់អារ៉ាន់តាពេលនោះតួអង្គរបស់យើងគ្រាន់តែគាត់លឺភ្លាមគាត់បើកភ្នែកធំធំហ្មងហើយគេក៏បានបង្ហាញពីរូបរាងរបស់ទង់របស់ខាងនគរអារ៉ាន់តានឹងដែរដែលគេបាននិយាយថាបើមើលទៅតាមពណ៌នៃទង់រទេសសេះនោះគួរតែជារទេសរបស់សមាជិកក្នុងខ្សែរាជវង្សហើយគេក៏បានបង្ហាញឲ្យឃើញទង់របស់ខាងនគរអារ៉ាន់តានឹងគឺវាមានពណ៌ក្រហមលាយជាមួយនឹងពណ៌មាសរបៀបថាពន្លឺគេចែងចាំងហ្មងពេលនោះដែរសំបីតែអ្នកនរគ្នាសំបីតែគេរបៀបថាថ្វាយបង្គំស្ដេចរបស់គេក៏គេនិយាយរបៀបដូចជាមួយដល់ឯហ្នឹងហើយពេលហ្នឹងក៏គេបង្ហាញមកឲ្យឃើញថាពេលហ្នឹងអ្នកដែលមកដង្ហែជាមួយរទេសហ្នឹងក៏បានអោនគ្រប់ព្រមទាំងនិយាយថាទូបង្គំសូមថ្វាយបង្គំពន្លឺនៃអនន្តាអារ៉ាន់តាអ្នកនរគ្នាតែមានហៅនគរនឹងចេះច្រឡំហើយព្រមទាំងឃើញមានជើងរបស់អ្នកនោះបានចុះមកផងដែរវាថាស្ដេចរបស់គេឬខ្សែរាជវង្សខាងគេនឹងគឺគេត្រូវតែនិយាយថាពន្លឺនៃពន្លឺរបស់អារ៉ាន់តាអីចឹងណាហើយពេលនោះយើងក៏បានឃើញមានប្រជាជននៅចិត្តនឹងក៏បាននៅគ្នាខ្សឹបខ្សៀវគ្នាព្រមទាំងនិយាយថាក្រែងនោះជាទង់របស់អារ៉ាន់តាមិនចឹងទេបើតាមខ្ញុំដឹងណាមានតែគ្រួសារផារីសាទេដែលអាចប្រើពណ៌នេះដែលនៅលើទង់របស់ពួកគេបានហើយពេលនោះក៏ឃើញថាគេបានចុះមកហើយអ្នកបម្រើនៅចិត្តទេសនឹងក៏បាននិយាយថាព្រះម្ចាស់សុរកាដីនៅទីនេះគឺរអិលខាងណាសូមទ្រង់ប្រយ័ត្នប្រយែងផងអញ្ចឹងយើងបានស្គាល់ឈ្មោះរបស់តួអង្គរបស់យើងដែលជាព្រះម្ចាស់នឹងហើយគឺគាត់មានឈ្មោះថាសុរកាអញ្ចឹងអត់មានសុំហៅឈ្មោះគាត់កាត់រាកាទៅទេអ្នកនរគ្នាដើម្បីស្រួលគំនៅពាក្យស៊ូទៀតវារៀងឆ្ងាយតិចវែងតិចពេលនេះរាកាក៏បាននិយាយថាយើងមិនអីទេពេលនោះក៏មានពួកគេបាននិយាយថាអញ្ចឹងដូច្នោះនេះគឺជាប៉ុន្តែសាច់រឿងក៏បានកាត់មកឃើញតួអង្គបឋមរបស់យើងក៏កំពុងតែសង្វាតដើរចេញពីក្នុងវិមានរបស់ខ្លួនហើយទាំងញាប់ដៃញាប់ជើងខ្លាំងមែនតើដើរបណ្ដាក៏គិតបណ្ដាថាកំប្រាប់ណាថាហើយសាច់រឿងគេបានកាត់មកដល់រាកាដែលកំពុងតែឈរនៅខាងក្រៅនិយាយជាមួយនឹងអ្នកបម្រើរបស់ខ្លួនថាអាកាសធាតុនៅទីនេះត្រជាក់ជាងរាត្រីត្រជាក់បំផុតនៅអារ៉ាន់តាទៅទៀតចំណែកអ្នកបម្រើរបស់រាកាក៏បាននិយាយថាទូបង្គំនឹងបញ្ជាឲ្យគេទៅយកអាវស្បែកសត្វបន្ថែមទៀតដើម្បីឲ្យព្រះអង្គតែពេលនោះរាកាបានងាកមុខមកអូមានចង់និយាយថាគាត់ស្អាតខ្លាំងណាស់អ្នកនរគ្នាចង់និយាយថាពេលគាត់ងាកមកមើលភ្នែកគាត់ជាមួយនឹងរូមភ្នែកឡើងគាត់ដូចអីគោជោអ្នកនរគ្នាអូយសង្ហាខ្លាំងហើយពេលនោះក៏បានបង្ហាញឃើញពីតួបឋមរបស់យើងគឺបានដើររត់មកដល់ខាងក្រោមនឹងហើយរាកាដែលជាព្រះអង្គម្ចាស់ក៏ងាកទៅមើលផងដែរទាំងងាកទឹកមុខមកយាយគេទៅភើបឬអីចង់និយាយថាពេលនោះគ្រាន់តែងាកមកឃើញតួបឋមរបស់យើងភ្លាមគាត់ក៏បាននិយាយថាតើយើងធ្វើឲ្យអូនរងចាំយូរដែរទេរបៀបថាគេនិយាយចេះតើយើងឲ្យអូនរងចាំយូរបន្តិចហើយត្រូវដែរទេអូយឡើង sweet បងចេញមកដំបងឡើង sweet ប៉ុន្តែក៏មើល poster រូបភាពហ្នឹងអ្នកនរគ្នាមានច្បាច់កផងអីផងអត់ដឹងមកយីអត់ដឹងថាទៅមុខទៀតនឹងទៅជាយ៉ាងណាទេប៉ុន្តែគ្រាន់តែចេញភាកដំបងមកគឺរៀងបើកក្បាលមក sweet អីចឹងណាព្រមទាំងងាកមកសើចបែបរីករាយស្រស់ស្រាយមែនតើពេលដែលឃើញមុខអូនព្រមទាំងនិយាយទៀតថាយើងមកដបអូនត្រឡប់ទៅផ្ទះវិញហើយអូឡើង sweet ហើយក៏បានបង្ហាញឃើញពួកគេកំពុងតែឈរទៅមុខគ្នាគេក៏បាននិយាយថារយៈពេល12ឆ្នាំហើយកូនក្រមុំជាទីស្រឡាញ់របស់យើងចំណែកឯមុខតួបឋមវិញអ្នកនរគ្នាគាត់ឡើងក្រហមហ្មងតែវាថាដូចអៀនដូចអីមិនដឹងទេពេលនោះតួបឋមរបស់យើងគាត់បានគិតក្នុងចិត្តថារៀងរាល់រាត្រីពណ៌សក្នុងរយៈពេល12ឆ្នាំកន្លងមកនេះខ្ញុំតែងតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដែលគ្មានវត្តមាននៅលើពិភពលោកនេះចង់និយាយថាមានងប់នឹងមុខតួថប់ខ្លាំងមែនទែនតួបឋមរបស់យើងក៏គាត់បាននិយាយទៀតថាគាត់បានបន់ស្រន់ទៅព្រះដែលគ្មានវត្តមាននៅលើលោកនោះថាចង់ឲ្យទ្រង់នឹងមានជីវិតសុរាកាឡូរ៉ាមអញ្ចឹងឈ្មោះហើយមានដឹងថាឈ្មោះគាត់ជាព្រះអង្គម្ចាស់តកូលសូរាកានឹងឬក៏ឈ្មោះគាត់ពិតប្រាកដជាឡូរ៉ាមទេព្រោះវាទើបតែចេញមកភាគមួយដោយសារតែមានស្រឡាញ់តួអង្គទើបមានយកមកសម្រាយវាអត់ទាន់ដឹងថាទៅមុខទៀតយ៉ាងម៉េចគេបដូរឈ្មោះរបស់យើងណាអត់មាននឹងបដូរទៅតាមគេដែរចឹងអត់មានសុំហៅរាកាដោយដែលមានហៅមិញនឹងដែរចុះចំណែកសាច់រឿងក៏បានកាត់ទៅ14ឆ្នាំមុនដែលយើងបានបង្ហាញឃើញថាមានសម្បត្តិនៅលើតុបព្រមទាំងមានអ្នកនិយាយថានគរអារ៉ាន់តាគឺចង់ជាន់សម្ព័ន្ធភាពជាមួយនឹងនគររបស់ពួកយើងដោយរៀបមង្គលការហើយគេក៏បង្ហាញពីព្រះនាងមួយអង្គដែលគេបាននិយាយថាប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដឹងហើយបុត្រីរបស់យើងតែម្នាក់គត់ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដឹងហើយបុត្រីតែម្នាក់របស់យើងព្រះនាងម្ចាស់សេស៊ីលីមានជំងឺទន់ខ្សោយខ្លាំងពីព្រោះគាត់មានជំងឺទន់ខ្សោយខ្លាំងណាស់គាត់ក៏និយាយទាំងច្រូតដៃទៅលើតុថានាងសង្ស័យតែមិនអាចរស់នៅក្នុងអាកាសធាតុដ៏អាក្រក់នៅឯនគរអារ៉ាន់តាបានសូម្បីតែមួយសប្តាហ៍ផងប៉ុន្តែពេលនោះអ្នកដែលនៅចិត្តនឹងក៏បាននិយាយថាប៉ុន្តែព្រះអត្រាជលេរខាត្រូវការជំនួយពីអារ៉ាន់តាលេរខានឹងអ្នកនរគ្នាគឺជាឈ្មោះនគរអ្នកនរគ្នាហើយអារ៉ាន់តានឹងក៏ជាឈ្មោះនគរដែរពេលនោះក៏អ្នកគ្នានិយាយទៀតថាពួកលោកគិតថាយើងមិនដឹងទេមកពីយើងដឹងនោះហើយទើបយើងបានកោះហៅពួកលោកមកប្រជុំនៅពេលនេះហើយពេលនោះក៏ឃើញតួបឋមរបស់យើងគាត់នឹងអង្គុយទីនោះផងដែរគាត់អង្គុយទាំងស្ដាប់ពួកគេនិយាយ
ប៉ុន្តែក៏បានតបញ្ចេញមតិទេពេលនោះក៏មានអ្នកនៅទីនោះគេនិយាយទៀតថាទោះយ៉ាងណាយើងមិនអាចធ្វើឲ្យអារ៉ាន់តាអន់សម្ព័ន្ធចិត្តជាមួយនឹងខាងពួកយើងនោះទេប្រសិនបើយើងបដិសេធការចងសម្ព័ន្ធភាពនេះយើងប្រកាសជាស្ដាយក្រោយការជ្រើសរើសជំរឿសនោះយើងពិតជាពិបាកនឹងសម្រេចចិត្តខ្លាំងណាស់ពេលនោះអធិរាជរបស់នគរខាងនគរលេរខាននឹងគាត់ក៏បាននិយាយថាយើងដឹងពីរឿងនេះច្បាស់ណាស់ដូច្នោះហើយបានជាយើងត្រូវស្វែងរកវិធីដើម្បីរកសម្ព័ន្ធភាពក៏ប៉ុន្តែក៏ធ្វើឲ្យពួកគេសម្រេចចិត្តថានឹងដកហូតពាក្យទាមទារមង្គលការវិញដែរចំណែកឯពួកមន្ត្រីដែលអង្គុយចិត្តនឹងក៏នាំគ្នាខ្សឹបខ្សៀវគ្នាពេលនោះគេក៏បង្ហាញទង់របស់ខាងនគរលេរខានគឺវាប្រច្រាស់គ្នាហ្មងខាងនគរអរ៉ាន់តាគឺគេពណ៌មាសចំណែកឯនគរលេរខានគឺពណ៌ខ្មៅហ្មងខ្មៅបៀបលាយប្រាក់វាពណ៌ silver វាស្អាតពួកគេក៏បាននិយាយថាពួកគេត្រូវការមង្គលការរវាងរាជវង្សដើម្បីយកសមាជិករាជវង្សរបស់យើងជាចំណាត់ខ្មាំងជាអ្នកយាមរក្សាសម្ព័ន្ធភាពឲ្យទៅជានិរន្តរ៍យើងក៏ដឹងពីវាដែរថាប៉ុន្តែសេសាលីជាបុត្រីរបស់យើងតែម្នាក់គត់ក៏ប៉ុន្តែសម្រាប់ពួកគេអាពាហ៍ពិពាហ៍គ្រាន់តែជាឧបករណ៍ជំនួសតែប៉ុណ្ណោះពួកគេគ្រាន់តែចង់បានឈាមរាជវង្សប៉ុណ្ណោះវាមិនមែនត្រូវតែជាការវាមិនមែនថាត្រូវតែតម្រូវឲ្យជាកូនស្រីរបស់គាត់ជាសេសាលីនឹងឡើយពេលនោះតួវត្ថុរបស់យើងគាត់មកបញ្ចេញយោបល់ថាអញ្ចឹងពួកយើងអាចបញ្ជូនអ្នកផ្សេងដែលមានឈាមរាជវង្សចំនួននាងបានដែរតាពេលនោះពួកគេដែលនៅអង្គុយនឹងក៏នាំគ្នាងាកមកមើលតួវត្ថុរបស់យើងគ្រប់គ្នាចំណែកឯតួវត្ថុរបស់យើងក៏បាននិយាយថាអញ្ចឹងទុកឲ្យខ្ញុំទៅចុះគាត់បញ្ចេញមតិខ្លួនឯងហើយគាត់ក៏លើកយកខ្លួនឯងជាអ្នកទៅរៀបការជំនួសពេលនោះគេក៏បានបង្ហាញពីឈ្មោះរបស់គាត់ថាគាត់ឈ្មោះ Heruan រឿងនេះប្រហែលជាគេយកខាងមុខឲ្យមិនទាំងគ្នាជាឈ្មោះអញ្ចឹងអាចមានសំហៅតួបឋមរបស់យើងថាថេវិញហើយលេខហៅតួបឋមឬតួថប់ទៀតហើយអញ្ចឹងពេលនោះក៏គេបង្ហាញពីប្រវត្តិរូបរបស់ថេដែរគេថាថេគឺជាលោកម្ចាស់នៃ Orem និង Migrel នៃ Lerakan ក្នុងនាមជាបងប្អូនជីដូនមួយសាច់ឆ្ងាយរបស់ស្ដេចមុនគាត់ត្រូវបានរស់នៅក្នុងនាមជាអភិជនឋានៈទាបបំផុតរហូតមកដល់ពេលហ្នឹងហើយគេប្រៀបធៀបគាត់ទៅដូចជាសត្វចចកនៅក្នុងវាលតកកយ៉ាងមានអំណាចអញ្ចឹងរបៀបអ្នកដឹកនាំអញ្ចឹងគេក៏បាននិយាយទៀតថាពួកគេប្រកាសជាបដិសេធមិនយកមនុស្សប្រុសជាកូនកំមុំមិនខានទេប៉ុន្តែវាក៏ប្រហែលជាដោយសារតែខ្សែស្រឡាយដ៏ថ្លៃថ្នូររបស់គាត់ដែរទើបគាត់អាចដឹកនាំយោធានិងការប្រមាញ់សត្វបិសាចជាច្រើនបានដល់ជោគជ័យរហូតដល់គាត់បានមកដល់ចំណុចនេះអញ្ចឹងមានន័យថាតួបឋមរបស់យើងច្រឡំទៀតទេគឺថេគាត់ខំប្រឹងព្យាយាមក្នុងនាមថាគាត់ជាខ្សែចុកខ្សែឈាមរបស់រាជវង្សដែរប៉ុន្តែជាខ្សែឈាមរាជវង្សសាច់ឆ្ងាយអញ្ចឹងគាត់មកនៅក្នុងនគរលេរខាននឹងក្នុងនាមជាអភិជនដែលថ្នាក់ទាបបំផុតត្រឹមតែជាអ្នកយាមរបៀបជួយការពារសត្វចម្លែកកុំឲ្យលុកលុយចូលទៅដល់ក្នុងនគរអីអញ្ចឹងទៅប៉ុន្តែគាត់ខ្លាំងគាត់អាចដឹកនាំគេបានដោយសារតែគាត់កែខាងយោធាអញ្ចឹងគឺឋានៈគាត់អាចឡើងខ្ពស់បានដល់ឋានៈឥឡូវហ្នឹងចំណែកសាច់រឿងពេលនេះក៏គេបានកាត់មកដល់ឃើញរទេសមួយកំពុងតែបានធ្វើដំណើរនៅកណ្ដាលរបៀបហៅអីចេះវាស្មៅអ្នកនរគ្នាវាស្រស់ស្អាតអត់មានព្រើមានតកអីទេពេលនោះក៏ឃើញថេកំពុងតែអង្គុយក្នុងប្រទេសនឹងដែរពេលនោះថេគាត់ក៏បានងាកសម្លឹងទៅខាងក្រៅទៅនិយាយថាអាកាសធាតុគឺចាប់ផ្ដើមឡើងកម្ដៅខ្លាំងឡើងហើយគាត់ក៏បានគិតទៀតថានគរអារ៉ាន់តាបានយល់ស្របជាមួយនឹងការផ្ដល់ជូនរបស់លេរខានដែលវាខុសពីការរំពឹងទុករបស់គ្រប់គ្នាតែម្ដងនៅចុងបញ្ចប់ខ្ញុំក៏ត្រូវបានគេប្រគល់ឲ្យ Orium ទៅឲ្យប្អូនប្រុសរបស់ខ្ញុំ Chase admin អត់ច្បាស់ដែរថា Orium នោះជាអីឬក៏អាចជាឋានៈឬក៏អីadmin អត់ច្បាស់ទេសូមអធិស្ឋាន admin ផងបើទៅមុខទៀតគេបកស្រាយយ៉ាងណាចាំ admin សម្រាយឲ្យក្បោះក្បាយជាងនឹងពេលនោះថេគាត់ក៏សម្លឹងទៅខាងក្រៅព្រមទាំងគិតទៀតថាបើពួកគេជួបខ្ញុំហើយពួកគេប្រកាសជានឹងស្ដាយក្រោយមិនខានទេតែប៉ុន្តែថេគាត់មិនស្នើសុំថាគាត់មកធ្វើកូនកំមុំនឹងរៀបការជំនួសមកនគរគាត់មកនគរអារ៉ាន់តាជំនួសអញ្ចឹងណាមិនដឹងថាគេយល់ព្រមនឹងពេលតែឃើញមុខគាត់ហើយគេយល់ស្របពេញចិត្តនឹងយកគាត់ធ្វើជាកូនកំមុំរបស់គេអត់ទេហើយដូចមាននិយាយអញ្ចឹងមានអត់ច្បាស់ទេថារឿងហ្នឹងគេនិយាយពីអូមេហ្គាឬក៏បេតាអាល់ហ្វាឬអត់ប៉ុន្តែដោយសារតែគេអាចយកមនុស្សប្រុសទៅរៀបការជំនួសបានអញ្ចឹងប្រហែលជាអាចជារឿងប្រភេទអូមេហ្គាផងក៏មិនដឹងដែរណាណោះវាហើយសាច់រឿងរបស់យើងក៏បានកាត់មកឃើញថាពេលនេះរទេសក៏បានឈប់កង់ទៅហើយក៏ឃើញមានអ្នកបម្រើខាងនគរអារ៉ាន់តាបានមកកឈរនៅខាងមុខរទេសព្រមទាំងនិយាយថាអ្នកប្រុសថេវូវ៉ាន់អ្នកនរគ្នាថេវូវ៉ាន់តែអត់មានសុំហៅថេអញ្ចឹងហើយព្រោះអីពិបាកអាខាងក្រោយទទួលឈ្មោះគាត់នឹងមែនតើគាត់ក៏បាននិយាយទៀតថាពួកយើងបានមកដល់ទីកន្លែងកំណត់ហើយពេលនោះគេក៏បាននិយាយថាព្រះបរមរាជវាំងនៃនគរអារ៉ាន់តាព្រមទាំងបើកទ្វារឡើងមកហើយធ្វើឲ្យពលឺនឹងចាំងចូលភ្នែករបស់គាត់តែម្ដងថេក៏បាន
បានចុះពីលើរទេះមកទាំងមានគេនៅឈរគោរពគាត់នៅទីនោះតែគ្រាន់តែចុះមកភ្លាមក៏មានសម្លេងអ្នកនិយាយមកថាសូមស្វាគមន៍កូនក្រមុំរបស់យើងពេលនោះអត់ថេគាត់ឡើងបើកភ្នែកធំធំហ្មងភ្ញាក់ផ្អើលថានេះកូនកន្លោះមកឈរចាំនៅខាងមុខរទេះសេះហ្មងពេលនោះដែរស្រាប់តែបង្ហាឃើញកូនក្មេងម្នាក់មុខគាត់ឡើងស្រស់ស្អាតមែនទែនគាត់ក៏បាននិយាយទាំងលូកដៃទៅខាងមុខថាយើងសង្ឃឹមថាការធ្វើដំណើរមកទីនេះមិនធ្វើឲ្យអូនពិបាកខ្លាំងទៅចុះដើម្បីមានបន្ថែមទេគេក៏និយាយថាយើងសង្ឃឹមថាការធ្វើដំណើរមកទីនេះលោកឬក៏អ្នកមិនពិបាកខ្លាំងទៅចុះពេលនោះថេឡើងស្រឡាំងកាំងហ្មងគាត់ឈរសម្លឹងទៅខាងក្រោមវិញកូនក្មេងហ្នឹងពេលថាកូនក្មេងហ្នឹងអញ្ចឹងកូនកន្លោះរបស់គាត់គឺជាកូនក្មេងហ្នឹងមែនអញ្ចឹងអ្នកទាំងអស់គ្នាមកដល់ចំណុចនេះអាចនឹងយល់ស្អីរឿងតិចតួចអត់អាចយល់អត់ព្រោះអីអញ្ចឹងព្រោះថាអញ្ចឹងនឹងហើយគឺជារាការអ្នកទាំងអស់គ្នារាការកាលពី14ឆ្នាំមុនឥឡូវគឺ10ឆ្នាំក្រោយមកទៀតគឺ12ឆ្នាំក្រោយមកគឺគាត់ទៅរកថេដល់ដំណាក់ដល់វិមានរបស់ថេមកគឺគាត់ទៅទទួលថេមកនគររបស់គាត់កាលពីមុនហ្នឹងការភ្ជាប់ពាក្យគ្នាហ្នឹងគឺរាការគឺនៅខូនក្មេងនៅឡើយទេគាត់នៅក្មេងហ្មងហើយគឺគេភ្ជាប់ពាក្យថេជាមួយនឹងរាការដោយពួកគាត់ខុសអាយុគ្នាច្រើនមែនទែនតែមានអត់ដឹងថាពេលដែលថេជាមួយរាការភ្ជាប់ពាក្យហ្នឹងពួកគេអាយុប្រហែលទេអត់ដឹងថាថេក៏អាយុប្រហែលដឹងថាថេគាត់ធំអ្នកអត់មើលរូបភាពទៅក៏ដឹងថាថេគាត់មនុស្សពេញវ័យឬកំឡោះអីអញ្ចឹងហើយចំណែកអារាការវិញគាត់នៅជាកូនក្មេងនៅឡើយនឹងហើយគេភ្ជាប់ពាក្យនឹងគ្នាអញ្ចឹងហើយពេលដែលរាការទៅជួបថេនៅឯវិមាននោះទើបគាត់និយាយថាសុំទោសផងដែលគាត់ធ្វើឲ្យថេរងចាំគាត់អស់រយៈពេលយូរនឹងគឺ12ឆ្នាំកន្លងផុតមកហើយជាប់ពាក្យទុករហូតដល់រាការគាត់ពេញកំឡោះទើបអាចទៅទទួលថេរៀបអភិសេកមកអរន្តាបានហើយចូលដល់សាច់រឿងរបស់យើងដែរពេលនោះរាការដែលជា baby របស់យើងនឹង baby ជាកូនក្មេងរបស់យើងនឹងគាត់លូកដៃទៅរថេទាំងនិយាយថាអូនឆាប់ដាក់ដៃរបស់អូនមកលើដៃរបស់បងមកចាំបងជួយកុំឲ្យអូនដើរខ្លាចរអិលដួលព្រោះអីខ្លាចប្រពន្ធគេរអិលដួលលោកអើយចង់និយាយថាគេលកូនក្មេងប៉ុន្តែគេចេះ take care ប្រពន្ធទាំងពីប៉ុណ្្នឹងទៅអីចង់និយាយថាគេលូកដៃទៅជួយប្រពន្ធគេនឹងគេឲ្យប្រពន្ធគេចុះមកពីលើអាទិះនឹងមកខ្លាចចំពុកជើងដួលហ្នឹងអ្នកទាំងអស់គ្នាអូចង់និយាយថាគេឲ្យតួអង្គមួយនេះនៅកូនក្មេងឡើយទេប៉ុន្តែសម្ដីញាក់សាច់ហើយអ្នកទាំងអស់គ្នាដូចឃើញអញ្ចឹងគាត់ទៅទទួលថេនៅឯនគររបស់ថេពេលហ្នឹងគាត់ឡើងអង្គុយអត់សុខក្នុងអាទិះទេគាត់តែនឹកសម័យដល់ប្រពន្ធហ្នឹងអើយហើយចង់និយាយថាសាច់រឿងយើងគឺទើបចេញបានមួយភាគទេអាចនឹងមកអាទិត្យចេញមួយភាគឬក៏យ៉ាងម៉េចក៏អត់មានអត់ដឹងដែរហើយពេលដែលសាច់រឿងចេញគឺអត់មាននឹងសម្រាប់ជូនទេព្រោះអីដោយសារអត់មានឆ្លាញ់តួរឿងហ្នឹងពេកសុំទោសចំពោះកំហុសខុសឆ្គងបើសិនជាមានការសម្រាយលឺលួសទោះកន្លែងណាណាជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាបាយបាយ